រដូវមុននឹងទៅសាលាគឺខ្ញុំតែងតែមកអង្គុយហាងកាហ្វេដើម្បីបង្ហាញកិច្ចការរបស់ខ្ញុំប៉ុន្តែដល់ពិសេសនៅក្នុងថ្ងៃនេះគឺខ្ញុំមកជិះឡានបងស្រីខ្ញុំដើម្បីជិះទៅសាលាដោយសារតែខ្ញុំតែងតែលើកបងខ្ញុំគាត់ទៅសារពីឡាន Tigo 2 Pro Max នេះរហូតចង់ឲ្យគឺខ្ញុំចង់មកសាកខ្លួនឯងផ្ទាល់ថាពិតជាស្រួលជាងដោយបងខ្ញុំនិយាយមែនអត់ពេលដែលបានឡើងបោកខ្លួនឯងហើយគឺខ្ញុំលេងឆ្ងល់ថាហេតុអីបានជាបងស្រីខ្ញុំគឺគាត់ទៅសារពី Tigo 2 Pro Max នេះម៉េចមកក្រោយមកមើលបងស្រីរបស់ខ្ញុំវិញគាត់ធ្វើការផ្នែកលក់ហើយនៅក្នុងមួយថ្ងៃបងស្រីរបស់ខ្ញុំគឺគាត់ត្រូវធ្វើដំណើរច្រើនដើម្បីជិះទៅជួបខ្លែងរបស់គាត់ដោយសារតាឡានហ្នឹងមិនត្រឹមតែជាមធ្យោបាយធ្វើដំណើររបស់គាត់ទេប៉ុន្តែក៏ជាមិត្តរួមការងារដ៏ល្អបំផុតសម្រាប់គាត់ដូចគ្នាដោយសារតាឡាន Tigo 2 Pro Max នេះមិនត្រឹមតែរូបរាងស្អាតទេសំខាន់ណាស់គឺងាយស្រួលបានទៀតមិនថាឆ្ងាយប៉ុណ្ណាឡាន Tigo 2 Pro Max នេះនឹងនាំយើងទៅបំពេញគោលដៅរបស់យើង Tigo 2 Pro Max ស៊ីវិលផុសសម្រាប់ជីវិតសម័យថ្មី